វិស័យជលផលនិងវារីវប្បកម្មគឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចនិងសន្តិសុខស្បៀងរបស់កម្ពុជាត្រីគឺជាប្រភពប្រូតេអ៊ីនដ៏ចម្បងនៅក្នុងប្រទេសកម្ពុជាដែលបានរួមចំណែកប្រមាណ 60 ទៅ 80% នៃបរិមាណប្រូតេអ៊ីនធៀបទៅនឹងសត្វផ្សេងទៀតដែលប្រជាជនទទួលទានដំណើរការកែច្នៃត្រីទឹកសាបគឺជាផ្នែកមួយដ៏សំខាន់ការអនុវត្តពាក់ព័ន្ធទៅនឹងវិធីសាស្ត្របុរាណដែលត្រូវបានប្រើអស់ជាច្រើនសតវត្សរ៍បន្ថែមទៅនឹងបច្ចេកទេសទំនើបដែលកំពុងអភិវឌ្ឍជាផ្នែកមួយនៃឧស្សាហកម្មនាំចេញត្រីរបស់ប្រទេសកម្ពុជាទាំងនេះរួមមានប្រហុកណែមត្រីត្រីងៀតត្រីហើមនិងត្រីឆ្អើរសកម្មភាពកែច្នៃទាំងនេះក៏អាចបង្កើតបរិមាណសំណល់យ៉ាងច្រើនផងដែរដែលផ្អែកលើទិន្នន័យស្រាវជ្រាវរបស់យើងការសំណល់ដែលកើតចេញពីការកែច្នៃអាចមានចន្លោះពី 35 ទៅ 40% នៃទម្ងន់ស្រស់សរុបការកែច្នៃកាកសំណល់ទាំងនេះឲ្យទៅជាផលិតផលដែលមានតម្លៃបន្ថែមអាចជួយកាត់បន្ថយបញ្ហាក្នុងការគ្រប់គ្រងកាកសំណល់និងផ្ដល់ប្រាក់ចំណូលបន្ថែមសម្រាប់សហគមន៍នេសាទក្នុងស្រុកនិងវារីវប្បកម្មគម្រោងនេះគឺយើងផ្ដោតទៅលើគោលបំណងសំខាន់ចំនួន3ដោយគោលបំណងទី1គឺយើងសិក្សាពីសក្តានុពលនៅប្រភេទត្រីហើយនិងកាកសំណល់នៃប្រភេទត្រីផ្សេងៗហ្នឹងដើម្បីអាចយកវាមកកែច្នៃឲ្យទៅជាជីដែលថ្ងៃទៅជីត្រីនឹងចំណុចទី2គឺយើងផ្ដោតពីការសិក្សាទៅលើរូបមន្តនៃការលាយផ្សំផ្សេងគ្នាដើម្បីថាតើការលាយបែបណាដែលអាចនឹងមានប្រសិទ្ធភាពនិងគុណភាពល្អសម្រាប់ប្រភេទជីនីមួយៗហើយយើងធ្វើការប្រៀបធៀបគ្នាតើណាល្អជាងណាហើយចំណុចទី3គឺយើងរៀបចំអាហ្នឹងឲ្យទៅជា prototype មានន័យថាការ design រូបមន្តមួយដើម្បីអាចឲ្យសហគមន៍កសិករដែលគាត់ធ្វើការពាក់ព័ន្ធជាមួយនឹងការនេសាទឬក៏ការកែច្នៃត្រីហ្នឹងអាចយកវាទៅកែច្នៃបន្ថែមសម្រាប់ប្រើប្រាស់នៅក្នុងសហគមន៍គាត់ទៅលើបន្លែទៅលើឈើផ្លែផ្សេងៗឬក៏គាត់អាចលក់ទៅសហគមន៍ផ្សេងទៀតដែលគាត់ប្រាប់ធ្វើការដាំដុះហើយគម្រោងនេះគឺយើងបានទទួលការឧបត្ថម្ភពីគម្រោង Catfish Capture ហើយនិង F-Trip The Catfish Capture Forced Harvest Fisheries Development Project is funded by the European Union and implemented jointly by Fisheries Administration and United Nations Industrial Development Organization UNIDO in partnership with the support institutions including national universities in Cambodia. And in this project, we are focusing more on post-harvest fisheries sector to enhance its performance and contribution to national economy. And we are working with the sustainability component wherein we link private sector with the universities for promotion of research, development and innovation. Under this platform, we have already supported 23 research programs. One of the successful research programs that is led by Dr. Kim Ing from Royal University of Agriculture. He is working on very innovative idea of utilizing fish processing waste for productive purposes like fish fertilizer with added value. This is going to have a great future for the fisheries sector. ជីត្រីគឺជាជីទឹកសរីរាង្គដែលផលិតឡើងតាមរយៈការរំលាយអង់ស៊ីមនៃត្រីឬក៏កាកសំណល់ត្រីដំណើរការនេះបំបែកប្រូតេអ៊ីនប្រេងនិងសារធាតុចិញ្ចឹមទៅជាទម្រង់រាវដែលរុក្ខជាតិអាចស្រូបបានយ៉ាងងាយស្រួលអត្ថប្រយោជន៍ដែលសំខាន់របស់ជីគឺវាជាប្រភេទសរីរាង្គមាននិរន្តរភាពនិងធ្វើឲ្យប្រសើរឡើងនូវសុខភាពដីដោយការកែលម្អវាយនភាពដីសកម្មភាពអតិសង្គមប្រាណនិងការរក្សាទឹកជីនេះជួយជំរុញការលូតលាស់របស់រុក្ខជាតិឲ្យរឹងមាំធន់នឹងសត្វល្អិតនិងជំងឺហើយអាចប្រើបានយ៉ាងងាយស្រួលតាមរយៈការបាញ់លើស្លឹកឬការចាក់ស្រោចលើដីមិនថាសម្រាប់បន្លែឈើហូបផ្លែឬសូម្បីតែការធ្វើជីកំប៉ុស្តជីត្រីផ្ដល់នូវដំណោះស្រាយធម្មជាតិប្រកបដោយប្រសិទ្ធភាពសម្រាប់តម្រូវការកសិកម្មផ្សេងៗការធ្វើជីត្រីមានជំហានសំខាន់ៗជាច្រើនដោយចាប់ផ្ដើមជាមួយនឹងការជ្រើសរើសអនុផលត្រីត្រឹមត្រូវជាលើកដំបូងត្រីត្រូវបានគេកែច្នៃដោយបំបែកប្រូតេអ៊ីនប្រេងនិងសារធាតុចិញ្ចឹមតែជាទម្រង់ដែលរុក្ខជាតិងាយស្រូបយកសម្រាប់ការធ្វើឲ្យជីត្រីហ្នឹងមានពីរដំណាក់កាលដែលទី1គឺការរៀបចំគ្រឿងផ្សំហើយទី2ការផ្អាប់
ចំពោះគ្រឿងផ្សំសម្រាប់ប្រើប្រាស់ក្នុងការផ្អាប់វិញគឺមានចំនួន6បូកផ្សំទាំងទឹកផងដែរដែលទី1នេះយើងអាចប្រើប្រាស់ជាត្រីក៏បានកាកសំណល់ត្រីក៏បានចំនួន17គីឡូក្រាមកន្ទក់ម៉ត់ចំនួន3គីឡូក្រាមស្ករល្ងយើងអាចប្រើ 5.5 គីឡូក្រាមហើយយើងអាចប្រើប្រាស់ផ្លែឈើផងដែរដែលវាមានជាតិកាត់ដូចជាម្នាស់ឬក៏ស្វាយចន្ទីចំនួន3គីឡូក្រាមហើយយើងក៏ប្រើប្រាស់ lactic acid battery ផងដែរចំនួន 0.14 គីឡូក្រាមវត្ថុធាតុផ្សំទាំងអស់ហ្នឹងប្រើសម្រាប់ទឹក100លីត្រអញ្ចឹងចូលដល់ដំណាក់កាលទី2គឺការផ្អាប់យើងយកគ្រឿងផ្សំទាំងអស់មិនដូចបានរៀបរាប់ហ្នឹងគឺហាន់ឲ្យតូចៗឬក៏យើងអាចកិនក៏បានដែរធ្វើឲ្យវាភាគកាន់តែល្អិតទៅកាន់តែងាយរលួយអញ្ចឹងទៅនៅពេលដែលយើងកាត់តូចៗហើយយើងលេបវត្ថុធាតុផ្សំទាំងអស់ហ្នឹងបញ្ចូលគ្នាដាក់ក្នុងធុងមួយហើយយើងបិទគម្របឲ្យជិតយើងអាចធ្វើការផ្អាប់ហ្នឹងរយៈពេល4ទៅ8សប្តាហ៍ចន្លោះពេល2សប្តាហ៍ម្ដងយើងអាចធ្វើការកូរវាដើម្បីឲ្យល្បាយទាំងអស់ហ្នឹងកាន់តែចូលសព្វចូលគ្នាអញ្ចឹងក្រោយពី4ទៅ8សប្តាហ៍ហ្នឹងហើយវារៀងម៉ត់ឬក៏វាកាត់ហើយយើងអាចយកជីហ្នឹងទៅប្រើប្រាស់បានហើយយើងប្រើប្រាស់ហ្នឹងគឺយើងយកជីត្រីហ្នឹងយកទៅច្រោះយកទៅទឹកឯងដោយសារយើងខ្លាចវាស្ទះពេលដាក់បាញ់អញ្ចឹងដោយយកទឹកជីហ្នឹងយកទៅលាយជាមួយនឹងទឹកសហ្នឹងដើម្បីប្រើប្រាស់ទៅលើដំណាំដូចជាមានដូចជាតារ៉េនឬក៏បន្លែស្ពៃឬក៏រុក្ខជាតិលម្អមួយចំនួនក៏បានដែរបងចំពោះមេឡាក់ទិកអាស៊ីតហ្នឹងវាលក្ខណៈដូចជាអង្គស៊ីមអញ្ចឹងគឺវាចូលទៅកាច់ហើយនឹងសម្រាប់មេរោគដែលនៅក្នុងជីត្រីហ្នឹងមួយវិញទៀតនោះគឺធ្វើឲ្យជីរបស់យើងហ្នឹងគឺមានក្លិនល្អដូចជាវាមានក្លិនជូរអត់ស្អុយទេដំណើរការនៃការធ្វើមេឡាក់ទិកអាស៊ីតហ្នឹងគឺវាមានភាពងាយស្រួលទេដោយសារតែយើងរាល់ថ្ងៃនេះគឺយើងមានទឹកអង្ករជាប្រចាំនៅផ្ទះអញ្ចឹងយើងយកទឹកអង្ករដែលយើងបានលាងហើយហ្នឹងយកទៅដាក់ក្នុងកែវទៅផ្អាប់ទុករយៈពេលពី3ទៅ5ថ្ងៃបន្ទាប់មកហើយគឺយើងឃើញឡាក់ទិកអាស៊ីតហ្នឹងវាមានក្លិនជូរទឹកអង្កររបស់យើងហ្នឹងមានក្លិនជូរហើយបន្ទាប់មកហើយគឺយើងយកទឹកអង្ករដែលយើងបានផ្អាប់រយៈពេលពី3ទៅ5ថ្ងៃហ្នឹងយកទៅលាយជាមួយនឹងទឹកដោះគោស្រស់ដែលគេហៅថា non pasteurized milkបន្ទាប់ពីរយៈពេលដែលយើងលាយបញ្ចូលគ្នារយៈពេល3ទៅ5ថ្ងៃបន្តមកហើយគឺយើងមើលឃើញថាវត្ថុធាតុរាវរបស់យើងហ្នឹងគឺវាបែងចែកជាពីរស្រទាប់ដែលស្រទាប់ខាងលើហ្នឹងគឺវាមានលក្ខណៈដូចជាឈីសអញ្ចឹងហើយខាងក្រោមហ្នឹងគឺវាមានពណ៌លឿងឬក៏សហើយវាមានក្លិនជូរហ្នឹងគេហៅថា lactic acid ដំណើរការអាចពង្រីកពីវិធីសាស្ត្រសាមញ្ញដែលសមរម្យសម្រាប់កសិដ្ឋានខ្នាតតូចទៅខ្នាតពាក់កណ្ដាលពាណិជ្ជកម្មដែលអាចគាំទ្រដល់កសិដ្ឋានធំៗផលិតផលចុងក្រោយគឺជាជីដែលមានប្រសិទ្ធភាពនិងសម្បូរដោយសារធាតុចិញ្ចឹមដែលគាំទ្រដល់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាពតាមរយៈការច្នៃប្រឌិតនិងការខិតខំប្រឹងប្រែងយើងមិនត្រឹមតែផលិតជីប៉ុណ្ណោះទេយើងក៏បណ្ដុះនូវអនាគតដែលមាននិរន្តរភាពសម្រាប់ដីនិងប្រជាជនរបស់យើង